ដើមឈើរបស់អ្នកមិនផ្ដល់ផ្លែទេដូច្នេះអ្នកត្រូវតែស្គាល់បច្ចេកទេសបុរាណ6នេះដែលនឹងធ្វើឲ្យដើមឈើរបស់អ្នកភ្ញាក់ឡើងជាថ្មីហើយពោពេញទៅដោយផ្លែយ៉ាងមិនធ្លាប់មានហើយអ្វីដែលល្អបំផុតគឺអ្នកអាចអនុវត្តវានៅផ្ទះបានដោយប្រើវត្ថុដែលអ្នកប្រកាសជាមានរួចហើយដូច្នេះប្រសិនបើអ្នកចង់បានលទ្ធផលនេះសូមតាមដានឲ្យល្អព្រោះយើងចាប់ផ្ដើមឥឡូវនេះហើយឥឡូវនេះយើងចូលទៅកាន់វិធីទី1តែប៉ុណ្ណោះវិធីនេះប្រហែលជាធ្វើងាយស្រួលបំផុតក្នុងវីដេអូទាំងមូលព្រោះអ្វីដែលយើងត្រូវការត្រឹមតែខ្សែដែកមួយបំណែកប៉ុណ្ណោះវាអាចជាខ្សែដែកធម្មតាដូចនេះក៏បានវិធីធ្វើក៏ងាយស្រួលណាស់អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែរុំខ្សែដែកជុំវិញសាខាច្រើនជុំដោយទុកចន្លោះប្រហែល1សង់ទីម៉ែត្រឬពាក់កណ្ដាលអ៊ីងរវាងគ្នាធ្វើបែបនេះបើសាខាវែងឬធំជាងនេះគ្រាន់តែប្រាក់ខ្សែដែកច្រើនជាងមុនហើយធ្វើដំណើរការតាមទំហំសាខាសម្រាប់សាខាតូចដូចនេះគ្រាន់តែប្រើបន្តិចបន្តួចក៏គ្រប់គ្រាន់ហើយពេលយើងដាក់រួចហើយតាមការលូតលាស់និងធំឡើងរបស់សាខាយើងនឹងឃើញថាខ្សែដែកតូចនេះចាប់ផ្ដើមបង្កើតសម្ពាធមួយហើយអញ្ចឹងហើយនោះហើយដែលយើងចង់បានហើយមានអ្វីកើតឡើងពេលវាហួសកំណត់នេះវាងាយស្រួលណាស់ដើមឈើយកសម្ពាធតិចនេះថាជាសញ្ញាឲ្យប្រុងប្រយ័ត្នហើយវានឹងបើកប្រតិកម្មសម្រាប់រស់រានមានជីវិតដោយស្វ័យប្រវត្តិហើយវិធីលឿនបំផុតដែលដើមឈើអាចធានាថានឹងរស់រានមានជីវិតបានគឺអ្វីដែលវានឹងព្យាយាមធ្វើគឺបន្តពូជហើយហេតុនេះហើយដែលវិធីសាមញ្ញនេះអាចជួយឲ្យដើមឈើមានផ្កាច្រើននិងផ្លែច្រើនជាងមុនវិធីសាស្ត្រនេះជាពិសេសប្រើបានល្អណាស់សម្រាប់ដើមក្រូចនិងដើមផ្លែផ្សេងទៀតជាច្រើនទោះបីជាអាចអនុវត្តទៅលើដើមឈើប្រភេទណាក៏ដោយប៉ុន្តែជាពិសេសសម្រាប់ដើមក្រូចខ្ញុំបានឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលមែនទែនចងចាំថាយើងមិនបានចង់សាខាឲ្យរឹងទេគ្រាន់តែចង់ឲ្យដើមឈើមានការប្រុងប្រយ័ត្នតិចប៉ុណ្ណោះតែឥឡូវនេះវិធីសាស្ត្រដែលនឹងបង្ហាញបន្តទៅទៀតគឺចម្លែកជាងនេះទៀតដូច្នេះសូមមើលថាយើងធ្វើដូចនេះនេះប្រហែលជាវិធីសាស្ត្រមួយដែលមានឈ្មោះល្បីនិងមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងវីដេអូទាំងមូលវាគឺជាវិធីកាត់ជួសចិញ្ចៀនតែប្រុងប្រយ័ត្នព្រោះនៅទីនេះត្រូវធ្វើឲ្យត្រឹមត្រូវវិធីសាស្ត្រនេះតែងតែធ្វើលើសាខាមិនដែលធ្វើផ្ទាល់លើដំណាំទេអាចធ្វើលើសាខាមួយឬច្រើនសាខាក៏បានអាស្រ័យលើទំហំដើមឈើការធ្វើវាគឺងាយស្រួលណាស់អ្វីដែលយើងត្រូវធ្វើគ្រាន់តែជ្រេះជុំវិញសាខាពីរចំណុចជាច្រវាក់តូចប៉ុណ្ណោះការជ្រេះទាំងនេះត្រូវតែមានចម្ងាយប្រហែល4ទៅ5មីលីម៉ែត្រគឺប្រហែល1/4អ៊ីនបន្ទាប់ពីជ្រេះរួចហើយយើងគ្រាន់តែដកសម្បកឈើចេញនៅចន្លោះកាត់ទាំងពីរហើយនេះជាអ្វីសំខាន់បំផុតទាំងអស់យើងមិនត្រូវជ្រេះជ្រៅពេកមិនត្រូវកោសស្រទាប់កំភ្ជុំហើយក៏មិនត្រូវជ្រេះចូលទៅក្នុងឈើផ្ទាល់ដែរយើងគ្រាន់តែដកសម្បកឈើប៉ុណ្ណោះហើយមានអ្វីកើតឡើងនៅពេលយើងធ្វើបែបនេះវាធ្វើឲ្យងាយស្រួលណាស់យើងផ្អាកលំហូរសារធាតុសាវាបន្តិចហើយជាលទ្ធផលស្ករនិងថាមពលនឹងកើនសម្រួលនៅផ្នែកខាងលើនៃមែកឈើហើយការប្រមូលផ្ដុំនោះបានបង្កើតប្រតិកម្មដែលយើងកំពុងស្វែងរកដើមឈើនឹងព្យាយាមបន្តពូជដុះផ្កាច្រើនឡើងហើយបន្ទាប់មកនឹងផ្ដល់ផ្លែច្រើនជាងមុនជាក់ស្ដែងបច្ចេកទេសនេះយើងបានអនុវត្តប្រហែល2ខែមុនហើយមើលទៅវាជារឿងអស្ចារ្យមែនទែនមើលទៅផ្លែច្រើនប៉ុណ្ណាដើម្បីឲ្យអ្នកឃើញថាបច្ចេកទេសទាំងនេះពិតជាដំណើរការពិតប្រាកដប៉ុន្តែយើងនៅតែមានវិធីប្លែកជាច្រើនទៀតហើយខ្លះក៏ងាយស្រួលធ្វើជាងនេះទៀតឥឡូវនេះយើងនឹងបន្តទៅវិធីទី3ហើយវាអាចជាវិធីមួយដែលប្លែកបំផុតក្នុងវីដេអូទាំងមូលនេះព្រោះករណីនេះយើងមិនត្រូវកាត់ឬប្រើខ្សែដែកទេអ្វីដែលយើងត្រូវធ្វើគឺបង្ខំឲ្យមេឃខ្លះបើកចេញបន្តិចបន្តួចប៉ុណ្ណោះវិធីធ្វើក៏ងាយស្រួលណាស់គ្រាន់តែចាប់មែកមួយផ្នែកហើយបត់វាចុះក្រោមបន្តិចរហូតដល់មានអារម្មណ៍ថាមានការតានតឹងតិចដូចនេះហើយដូចដែលឃើញក្នុងវីដេអូយើងអាចប្រើខ្សែនិងវីសខ្លះដាក់នៅជីផ្ទះដើមដើម្បីរក្សាការតានតឹងនោះឲ្យថេរបានហើយបើយើងធ្វើការងារនៅលើដីផ្ទាល់យើងក៏ធ្វើដូចគ្នាប៉ុន្តែប្រើឈើដែកមួយដាក់ចោលក្នុងដីជួយផងអ្វីសំខាន់នៅទីនេះគឺត្រូវរក្សាការតានតឹងតិចនោះឲ្យបានរយៈពេលមួយហើយតែមានអ្វីកើតឡើងនៅពេលយើងធ្វើបែបនេះវាក៏ដូចគ្នាដោយវិធីមុនផងដែរដើមឈើនឹងយល់ថាមានអ្វីមួយកំពុងកាត់ឡើងហើយវានឹងឆ្លើយតបដោយការប៉ងចង់បន្តពូជហេតុនេះហើយវិធីនេះធ្វើឲ្យការចេញផ្កានិងចំនួនផ្លែបន្ទាប់មកកាន់តែប្រសើរឡើងជាក់ស្ដែងវិធីនេះធ្វើការល្អជាពិសេសសម្រាប់ដើមឈើដែលមានកម្លាំងខ្លាំងណាស់ពួកវាធំលឿនជារៀងរាល់ឆ្នាំប៉ុន្តែស្ទើរតែមិនផ្លែសោះហើយកុំភ្លេចថាវិធីនេះមិនមែនសម្រាប់ទុកមែកឈើឲ្យកោងជារៀងរហូតទេពេលដើមឈើចាប់ផ្ដើមឆ្លើយតបនិងចាប់ផ្ដើមផ្លែហើយយើងដកខ្សែចេញហើយរួចហើយ
តែឥឡូវនេះយើងនឹងទៅវិធីមួយទៀតដែលសាមញ្ញជាងហើយមនុស្សជាច្រើនក៏ធ្វើដោយមិនដឹងសោះថាហេតុអ្វីវាធ្វើឲ្យមានប្រសិទ្ធភាពវិធីនេះប្រហែលជាវិធីមួយដែលគួរឲ្យចាប់អារម្មណ៍និងមានប្រសិទ្ធភាពបំផុតក្នុងចំណោមទាំងអស់ព្រោះអ្វីដែលយើងត្រូវធ្វើគ្រាន់តែបង្កើតបង្អួចតូចមួយលើមែកឈើប៉ុណ្ណោះយើងត្រូវការព្យាបាលកាំបិតមុតល្អហើយយើងនឹងកាត់មែកឈើតូចមួយប្រហែល2មីលីម៉ែត្រនោះគឺប្រហែល1អ៊ីងមិនចាំបាច់កាត់ជ្រៅពេកឬបំផ្លាញមែកឈើទេអ្វីដែលយើងចង់បានគឺបង្កើតរបួសតូចមួយដែលយើងអាចគ្រប់គ្រងបានបើមែកឈើវែងជាងនេះគ្រាន់តែធ្វើបង្អួចឲ្យធំជាងមុនបន្តិចដើម្បីឲ្យផលប៉ះពាល់សមស្របនឹងទំហំមែកឈើពេលកាត់រួចហើយយើងបានដកសម្បកឈើនិងផ្នែកខ្លះនៃខាំបៀមចេញហើយមានរឿងសំខាន់ណាស់មួយការធ្វើបែបនេះមិនត្រូវធ្វើលើដើមឈើទាំងមូលទេយើងអាចធ្វើតែលើមែកឈើខ្លះប៉ុណ្ណោះឬច្រើនបំផុតប្រហែល 50% នៃដើមឈើហើយតើមានអ្វីកើតឡើងនៅពេលយើងធ្វើបង្អួចតូចនេះវាសាមញ្ញណាស់ដើមឈើនឹងស្គាល់ថាវាបានរងការខូចខាតតិចតួចនៅកន្លែងណាមួយហើយវានឹងចាប់ផ្ដើមដំណើរការមេកានិកការឆ្លើយតបរបស់វាដោយស្វ័យប្រវត្តិនិយាយឲ្យច្បាស់ទៀតគឺដើមឈើយល់ថាមានអ្វីមួយកំពុងកើតឡើងហើយវាចាប់ផ្ដើមផ្លាស់ទីថាមពលនិងធនធានដើម្បីធានាថាវានឹងបន្តរស់នៅហើយវិធីមួយណាដែលវាធ្វើដូច្នេះវាព្យាយាមបន្តពូជដោយការិកនិងបង្កើនផលឈើឥឡូវនេះបន្ទាប់ពីធ្វើបង្អួចរួចយើងអាចដាក់ស្លឹកសាវ៉ៃលើស្នាមរបួសនោះបានទោះបីជាវាមិនមែនជាការបង្ខំក៏ដោយក៏វាគួរឲ្យណែនាំខ្លាំងណាស់ព្រោះវាជួយរក្សាតំបន់នោះឲ្យមានការការពារមានសំណើមនិងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគយ៉ាងខ្លាំងប៉ុន្តែបើអ្វីនេះធ្វើឲ្យអ្នកចាប់អារម្មណ៍សូមរងចាំសិនព្រោះវិធីបន្ទាប់នេះគឺកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតហើយពេលបញ្ចូលជាមួយវិធីមុនលទ្ធផលអាចคล้ายជាគួរឲ្យអស្ចារ្យពិតឥឡូវនេះយើងទៅមើលវិធីបន្ទាប់ហើយវិធីនេះប្រហែលជាវិធីមួយក្នុងចំណោមវិធីគួរឲ្យចាប់អារម្មណ៍បំផុតទាំងអស់ក្នុងវីដេអូនេះព្រោះករណីនេះយើងនឹងប្រើអ្វីមួយដែលសាមញ្ញបំផុតដូចជាវិសឬដៃខ្នាយទោះបីវាហាក់ដូចជាអ្វីមិនធម្មតាក៏ដោយខ្ញុំធានាថាវាជាវិធីមានប្រសិទ្ធភាពខ្លាំងបំផុតមួយនៅពេលដើមឈើមួយឈប់លូតលាស់ទាំងស្រុងហើយមិនចង់ផលិតអ្វីទេអ្វីដំបូងដែលយើងត្រូវធ្វើគឺសម្អាតវិសឬដៃខ្នាយឲ្យស្អាតសិនយើងអាចធ្វើវាបានដោយប្រើអាល់កុលឬគ្រាន់តែប្រាកដថាវាស្អាតទាំងស្រុងពេលយើងរៀបចំរួចហើយយើងជ្រើសរើសតំបន់មួយលើដំណាំសំខាន់នេះគឺសំខាន់ណាស់យើងមិនគួរធ្វើលើសាខាប្រាំងទេព្រោះវាអាចបង្កការខូចខាតដោយមិនទទួលបានផលដែលយើងកំពុងស្វែងរកឥឡូវនេះគ្រាន់តែដាក់វិសចូលប្រហែល2ឬ3សង់ទីម៉ែត្រប្រហែលជា1អ៊ីងមិនចាំបាច់ប៉ាន់ឆ្លងកាត់ដើមឈើទេហើយក៏មិនត្រូវបង្កការខូចខាតខ្លាំងដែរហើយតើមានអ្វីកើតឡើងនៅពេលយើងធ្វើបែបនេះវាងាយស្រួលណាស់ដើមឈើនឹងស្គាល់ការរំខានតិចតួចនេះហើយវានឹងចាប់ផ្ដើមប្រតិកម្មហើយវិធីណាដែលវាធ្វើបានលឿនបំផុតវានឹងព្យាយាមបន្តពូជមានន័យថាវានឹងចេញផ្កានិងផ្លែហើយហេតុនេះហើយដែលវិធីនេះអាចបង្កើនឱកាសឲ្យដើមឈើចេញផ្កានិងផ្លែបានខ្លាំងជាងមុនតែឥឡូវនេះយើងនឹងបន្តទៅវិធីចុងក្រោយព្រោះវាមិនមានអត្ថប្រយោជន៍អ្វីឡើយក្នុងការបញ្ចុះឲ្យដើមឈើភ្ញាក់ឡើងបើបន្ទាប់មកយើងមិនផ្ដល់អ្វីដែលវាត្រូវការសម្រាប់ផលិតផ្លែទេហើយនេះហើយជាកន្លែងដែលការផ្ដល់ប៉ូតាស្យូមចូលមកវានឹងជាអ្នកធ្វើឲ្យអ្វីដែលយើងបានធ្វើមកទល់ពេលនេះប្រែក្លាយជាផ្លែពិតសម្រាប់ដើមឈើដាក់ក្នុងផ្ទះយើងត្រូវការទឹក1លីត្រមានន័យប្រហែលជាពាក់កណ្ដាលកាឡុងបន្ទាប់មកយើងបន្ថែម1ស្លាបព្រាបាយសមុទ្រព្រៃឈើ1ស្លាបព្រាបាយម្សៅក្រអូបនិងចុងក្រោយ1ស្លាបព្រាបាយស៊ីរ៉ូអំពៅពេលយើងបានដាក់គ្រឿងទាំងអស់ចូលរួចហើយគ្រាន់តែច្របល់វាឲ្យសព្វរហូតដល់រួមចំណែកគ្នាហើយនាំទៅស្រូវជាមួយការរៀបចំនេះអ្វីនេះអ្នកអាចអនុវត្តប្រហែល1ដងក្នុង1ខែហើយបើដើមឈើដាំផ្ទាល់ក្នុងដីគ្រាន់តែគុណបរិមាណទាំងអស់ជូន4ហើយទីនេះហើយដែលអ្វីចាប់ផ្ដើមឲ្យលទ្ធផលបន្ទាប់ពីលើបដើមឈើឲ្យភ្ញាក់ឡើងដោយបច្ចេកទេស5មុននេះការបន្ថែមនេះនឹងផ្ដល់ជាប៉ូតាស្យូមនិងសារធាតុចិញ្ចឹមចាំបាច់ដើម្បីរក្សាផ្លែឈើនិងផលិតផ្លែឲ្យពិតប្រាកដព្រោះជាច្រើនដងបញ្ហាមិនមែនដើមឈើមិនផ្កានោះទេប៉ុន្តែបន្ទាប់មកវាមិនអាចរក្សាការផ្កានោះបានទេហើយផ្លែឈើចុងក្រោយក៏ធ្លាក់ចេញហើយការបន្ថែមនេះហើយដែលអាចធ្វើឲ្យមានភាពខុសគ្នារវាងមានផ្លែតិចនិងដើមឈើដែលពោពេញទៅដោយផ្លែឥឡូវនេះខ្ញុំសូមអញ្ជើញឲ្យអ្នកសរសេរមតិយោបល់ថាអ្នកមើលយើងពីណាហើយជាពិសេសអ្នកកំពុងមានបញ្ហាជាមួយដើមផ្លែអ្វីដោយសារតែខ្ញុំអានមតិយោបល់របស់អ្នកទាំងអស់គ្នាហើយជាក់ស្ដែងប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like Chief Channel និងចែករំលែកវាជាមួយនរណាម្នាក់ដែលស្រឡាញ់ដើមផ្លែដូចអ្នកផងសូមអរគុណហើយជួបគ្នាវីដេអូក្រោយទៀត